សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយនឹងអានអំពីអ្វីទៅជាសិលធម៌ដើម្បីឲ្យកាន់តែស្គាល់អំពីសិលធម៌កាន់តែច្បាស់ខ្ញុំនឹងលើកយកអត្ថបទមួយនេះមកនិយាយឲ្យកាន់តែជាក់លាក់បន្ថែមទៀតសិលធម៌ក្នុងតាមន័យជាភាសានិងទស្សនវិជ្ជាខ្មែរពាក្យសិលធម៌កើតចេញពីការរួមផ្សំគ្នារវាងពាក្យពីរគឺសិលមានន័យថាវិន័យសេចក្តីល្អប្រព្រឹត្តខាងកាយវាចាចិត្តគឺការវេចាអំពើអាក្រក់និងការរក្សាចិត្តឲ្យបរិសុទ្ធចំណែកឯពាក្យធម៌មានន័យថាធម្មតាគុណធម៌ច្បាប់ឬសេចក្តីល្អត្រឹមត្រូវតាមអត្ថន័យនៃពាក្យខាងលើឃ្លាសិលធម៌គឺសំដៅទៅលើកម្រិតនៃតម្លៃវិធានឬច្បាប់ទម្លាប់នៃការរស់នៅដែលកំណត់អំពីសេចក្តីដែលជួយឲ្យបុគ្គលម្នាក់ៗចេះដឹងខុសត្រូវស្គាល់គុណទោសដែលមានការគោរពគ្នាទៅវិញទៅមកមិនបង្កការឈឺចាប់ដល់អ្នកដទៃនិងរួមចំណែកកសាងសុខដុមរមនានៅក្នុងគ្រួសារនិងសហគមន៍ក៏ទស្សនវិជ្ជានៃការធ្លាក់ចុះសិលធម៌សង្គមខ្មែរបច្ចុប្បន្នក្នុងបរិបទនៃការរីកចម្រើនខាងសម្ភារៈនិងបច្ចេកវិទ្យាគេសង្កេតឃើញថាសិលធម៌សង្គមខ្មែរហាក់មានការប្រែប្រួលនិងការធ្លាក់ចុះគួរឲ្យកត់សម្គាល់លើទស្សនវិជ្ជាមួយចំនួនដូចជាទី1ចំពោះការប្រើពាក្យសម្ដីនិងការប្រព្រឹត្តតាមបណ្ដាញសង្គមការប្រើភាសាអសុរោះការជេរប្រមាថមើលងាយបរិហាគេនិងការរើសអើងបានក្លាយជាទម្លាប់ធម្មតាមួយនៅលើវេទិកា Digital ទៅហើយតម្លៃនៃការរក្សាការវិចារនិងការយោគយល់ដែលជាអត្តសញ្ញាណខ្មែរពីបុរាណត្រូវជំនួសដោយការតែចង់ឈ្នះចង់ចាញ់និងស្វែងរកភាពល្បីល្បាញមួយឆាបទី2ការធ្លាក់ចុះនៃការគោរពរាប់អាននិងចំណងសង្គមទំនៀមទម្លាប់នៃការគោរពចាស់ទុំឋានានុក្រមអាយុនិងចំណេះដឹងការដឹងគុណនិងការជួយយកអាសាគ្នាទៅវិញទៅមកក៏ចាប់ផ្ដើមមានភាពធូររលុងយុវជនមួយចំនួនតូចហាក់ដូចជាបាត់បង់ការយល់ដឹងពីរបៀបរបបនៃការប្រស័យតាក់ទងតាមរបៀបប្រពៃណីសម្ភារៈនិយមទី3សម្ភារៈនិយមនិងអត្តតថនិយមមានន័យថាការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនការវាស់វែងតម្លៃមនុស្សផ្អែកលើទ្រព្យសម្បត្តិនិងអំណាចដែលបានធ្វើឲ្យមនុស្សមួយចំនួនហ៊ានលះបង់នូវភាពស្មោះត្រង់យុត្តិធម៌និងគុណធម៌ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដទៃឡើយខមូលហេតុនិងផលវិបាកការធ្លាក់ចុះនេះមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាជាលទ្ធផលនៃកត្តារួមផ្សំជាច្រើនដូចជាទី1ការហោចចូលនៃវប្បធម៌បរទេសមានន័យថាការទទួលខុសត្រូវវប្បធម៌និយមជ្រុលឬការរស់នៅបែបសេរីហួសហេតុដោយមិនបានផ្សារភ្ជាប់ជាមួយនឹងមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណខ្លួនឯងទី2កង្វះខាតនៃការអប់រំជំនាញទន់ប្រព័ន្ធអប់រំនិងការចិញ្ចឹមបីបាច់ជួនកាលផ្ដោតខ្លាំងតែលើចំណេះដឹងសម្រាប់រកស៊ីប៉ុន្តែខ្វះការបណ្ដុះបណ្ដាលចំណេះដឹងសម្រាប់ការរស់នៅរបស់មនុស្សឲ្យមានគុណធម៌ទី3សម្ពាធសេដ្ឋកិច្ចនិងសង្គមការប្រកួតប្រជែងនៅក្នុងការរស់នៅបានធ្វើឲ្យមនុស្សមានពេលតិចតួចនៅក្នុងការអប់រំផ្លូវចិត្តនិងការផ្ដល់ភាពកក់ក្ដៅនៅក្នុងគ្រួសារផលវិបាកនៅពេលដែលសិលធម៌ធ្លាក់ចុះសង្គមនឹងបាត់បង់តុល្យភាពនិងសន្តិសុខផ្លូវចិត្តនោះនឹងបង្កើតឲ្យមានភាពសង្ស័យចំនួនសេចក្តីថៃថយរបស់ជាតិត្រូវចុះខ្សោយនិងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចខ្វះនិរន្តរភាពព្រោះសង្គមមួយដែលអាចរឹងមាំទៅបានលុះត្រាតែមានសសរស្តម្ភខាងវិញ្ញាណនិងសិលធម៌រឹងមាំសូមបញ្ជាក់ថាសិលធម៌សង្គមមិនមែនជាទម្រង់គំនិតចាស់គំរិលដែលត្រូវបោះបង់ចោលនោះទេប៉ុន្តែវាជាព្រលឹងនិងជាគ្រឹះនៃការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដើម្បីស្ដារនិងលើកកម្ពស់សិលធម៌សង្គមខ្មែរឡើងវិញវាទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់ចាប់តាំងពីស្ថាប័នគ្រួសារដែលជាសាលារៀនដំបូងស្ថាប័នអប់រំរហូតដល់ស្ថាប័នរដ្ឋនិងអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមក្នុងការរួមគ្នាផ្សព្វផ្សាយនិងធ្វើជាគំរូនៃសេចក្តីល្អដើម្បីរក្សាបាននូវវប្បធម៌ដ៏ទន់ភ្លន់និងរឹងមាំដល់ខ្មែរតទៅអនាគតបាទសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់អំពីប្រធានបទដែលខ្ញុំលើកយកមកនេះគឺអ្វីទៅជាសិលធម៌ហើយនឹងឆ្លុះបញ្ចាំងថាសង្គមខ្មែរយើងមានសិលធម៌ក្នុងការប្រើប្រាស់នូវពាក្យសម្ដីឬក៏ការគោរពទៅលើអ្នកដែលមានអាយុច្រើនជាងនៅមានកម្រិតអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងឯងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់